ngày nay châu đó mê riêng tì bầm mối vậy ông tí lô phẹ mù là chất buồn đuông kháng chồng lô phẹ chất tầng óc miênประมาณ đuông vợ មាន3ដួង មាន3ដួងកូនចាស់ tầng óc miên 8 đuông ប្រកបដោយសោមនស្សវេទនាមាន ประมาณ ដួង មាន 4 ដួងលោក មា ចា ន ស់ 4 ដួងកូនចាស់ ចូលប្រកបដោយឧបេក្ខាវេទនាមាន ប្រមាណ ដួង 4 ដួងដែរកូនចាស់ 4 ដួងដែរហើយលោភៈមានអសង្ខារទេបើលោភៈចិត្ត មានលោកចាស់ មានអសង្ខារ លោភៈចិត្តប្រភេទណាដែលជាអសង្ខារមានន័យថាម៉េចដែរអសង្ខារហ្នឹង ជាលោភៈចិត្តដែលឃ្លាវខ្លាមិនមានការបបួលដឹកនាំលោកចាស់ លោភៈដែលជាអសង្ខារហ្នឹងគឺមានសភាពឃ្លាវខ្លាមិនចាំបាច់មានការដឹកនាំការអូសទាញពីអ្នកដទៃទេតែប្រសិនបើជាសសង្ខារត្រូវការព្យាយាមត្រូវការអូសទាញពីអ្នកដទៃទើបចិត្តហ្នឹងអាចក្លាហានបានហេតុដែលនាំឲ្យកើតទិដ្ឋិមានប្រមាណយ៉ាងបើ មាន 2 យ៉ាងទេ មានអីគេខ្លះហេតុដែលនាំឲ្យកើតទិដ្ឋិ ការសេពគប់បុគ្គលដែលមានទិដ្ឋិជាមច្ឆាទិដ្ឋិនិងភាពជាបុគ្គលដែលរមែងគិតថាការស្លាប់ទៅសូន្យទៀត ទី1ហ្នឹងវាតកតងនឹងការសែបគប់បើសែបគប់អ្នកយល់ឃើញខុសហើយសែបគប់ទៀតនឹងឯងគឺទាញយើងទៅយល់ឃើញខុសដែរមិនខាននេះទី2ហ្នឹងគឺយើងមិនសមមកខ្លួនយើងមិនសមមកការយល់ឃើញខុសហ្នឹងគេមិនបានអូសទាញយើងក៏យើងយល់ឃើញខុសបានដែរអញ្ចឹងណាតែអញ្ចឹងណាតោះឥឡូវតមេរៀនយើងទៅមុខទៀតតែម្ដងលោភៈដែលប្រកបដោយសោមនស្សប្រកបដោយទិដ្ឋិមានទេបើ មានទៀន មានប្រកបដោយទិដ្ឋិមានប៉ុន្មានដួង មាន 2 ដួងទៀន 2 ដួងចៈទិដ្ឋិមានប៉ុន្មានដួង មាន 2 ដួងដែរទេ មាន 2 ដួងដែរត្រង់មេរៀននៅក្នុងថ្ងៃនេះមិននិយាយលោភៈសោមនស្សទេនិយាយ4 ដួងខាងចុងគឺលោភៈដែលប្រកបដោយឧបេក្ខាវេទនានៅពេលដែលលោភៈកើតឡើងអាចប្រកបដោយសោមនស្សរីករាយនឹងក៏បានឧបេក្ខាមិនសោមនស្សក៏បានដែរក៏លោភៈអាចកើតបានដែរឧទាហរណ៍ថាទ្រព្យដែលយើងប្រើរាល់ថ្ងៃចុះសភៅអានរាល់ថ្ងៃដល់ពេលអានរាល់ថ្ងៃយូរទៅឬក៏ថាទូរស័ព្ទចុះទូរស័ព្ទប្រើបានមួយឆ្នាំអីទៅយើងមើលទៅដូចមិនសប្បាយរីករាយដូចទូរស័ព្ទបានថ្មីតែអញ្ចឹងណាទូរស័ព្ទបានថ្មីមិនទៅបើ បានថ្មីសោមនស្សខ្លាំង តែដល់ពេលប្រើមួយឆ្នាំ2ឆ្នាំទៅមានទៅអង្គុយញ៉ាំឃើញទូរស័ព្ទអីអត់ លែងសូវស្រឡាញ់ ហើយចឹងណា ណា តែសួរថាសូម្បីតែមិនសោមនស្សក៏ដោយនៅមានលោភៈកើតអត់មិនចាំសោមនស្ស មានទៀន នៅមានទៀន ចឹងណាតែគ្រាន់តែលោភៈនេះប្រកបដោយគេវេទនាឧបេក្ខាវេទ ឧបេក្ខាវេទនា លោភៈហ្នឹងមិនខ្លាំងដូចសោមនស្សពេកទេអញ្ចឹងមុននឹងទៅស៊ីជម្រៅក្នុងលោភៈ4 ដួងខាងចុងអានតាមអាត្មាបន្តិចទៅបើលោភៈមូលចិត្ត4 ដួងខាងចុង លោភៈមូលចិត្ត4 ដួងខាងចុង ឧបេក្ខាសហកតាំង ឧបេក្ខាសហកតាំង ទិដ្ឋិកតសម្បយុត្តាំង
តិថេ ទិ ក ដ្ឋេ ត កតៈសម្បយុត្តੰ អសង្ខារិកមេកាំង អសង្ អ ខា សង្ខារិកមេកាំង អរិកមេកាំង